អ្នកដែលស្គាល់ខ្ញុំគិតថាខ្ញុំចម្លែកដោយសារខ្ញុំហ៊ានជិះឡានគេងយប់ម៉ោង11ទៅលេងសៀមរាបតែម្នាក់ឯងខ្ញុំហ៊ានបើកឡាន3ម៉ោងទៅកែបតែឯងគ្រាន់តែដើម្បីស្វែងរកកន្លែងស្ងប់ស្ងាត់ជាមួយខ្យល់សមុទ្រគេងឲ្យបាន3ម៉ោងរួចក៏ត្រឡប់មកវិញខ្ញុំហ៊ានទិញកាហ្វេថ្លៃជាងកាហ្វេដែលខ្ញុំផឹកក្នុងហាងជូនសន្តិសុខហាងកាហ្វេខ្ញុំហ៊ានទៅហូបស៊ុបសម្រាប់លក្ខណៈគ្រួសារតែម្នាក់ឯងខ្ញុំហ៊ានមិនខ្វល់ពីអ្នកណាទាំងអស់សូម្បីតែមើលមុខអ្នកនៅក្បែរពេលទៅហាងកាហ្វេខ្ញុំហ៊ានសូម្បីបើកឡានម៉ោង11យប់តែម្នាក់ឯងទៅកាន់ស្រុកកំណើតខ្ញុំហ៊ានដើរចេញពីម៉ាតទាំងដៃទទេប្រសិនជាខ្ញុំមិនអាចស្វែងរកអ្វីដែលខ្ញុំចង់ទិញនៅក្នុងម៉ាតនោះខ្ញុំហ៊ានបបង់ការងារតំណែងខ្ពស់ប្រាក់ខែច្រើនដើម្បីតែធ្វើការងារតូចសាមញ្ញដែលមានពេលច្រើនឲ្យខ្លួនឯងខ្ញុំហ៊ានអាត្មានិយមចំពោះអ្នកដទៃដើម្បីក្តីសុខផ្លូវចិត្តរបស់ខ្ញុំហ៊ានដើរចេញពី toxic circle បើទោះបីខ្ញុំត្រូវបាត់បង់របស់សំខាន់ខ្លះនៅក្នុងជីវិតខ្ញុំហ៊ានធ្វើជាខ្លួនឯងបើទោះបីជាការហ៊ាននេះនឹងហាក់ដូចជាខុសគេតែខ្ញុំនៅតែហ៊ានធ្វើវាខ្ញុំហ៊ានមានមនុស្សជិតដិតតិចបំផុតនៅក្នុងជីវិតខ្ញុំហ៊ានទទួលស្គាល់ការពិតពីគ្រប់យ៉ាងដែលបានកើតឡើងក្នុងជីវិតមួយនេះតើការហ៊ានទាំងនេះធ្វើឲ្យខ្ញុំក្លាយជាមនុស្សចម្លែកមែនទេអ្នកអាចនឹងក្លាយជាមនុស្សចម្លែកនៅពេលទំហំនៃការបាត់បង់នៅក្នុងជីវិតរបស់អ្នកធំជាងអ្វីដែលអ្នកអាចស្មានទុកមុន